លេងអាវយ័នរឹតពីបរិនប៉ះជាមួយនឹងបាទនាកតូចបាទបងស្ទឹងសង្កែគឺកីឡាករបញ្ញាភក្តីអ្នកខេត្តបាត់ដំបងបាទណែទឹកទី1បាទបដូរគ្នាជួចិត្តបាទនៅពេលដែលប្រកួតបែបនេះបានដឹងថាដៃគូរបស់បរិននេះក៏មានច្រើនបាទដើម្បីតែត្រៀមបរិនត្រៀមប៉ះជាមួយនឹងបរិនបាទជាពិសេសគឺថាអ្នកបដោលនឹងតាមជាងតែអ្នកបដោលនឹងតាមបណ្ដាក្លឹបផ្សេងបាទយ៉ាឥឡូវនេះចាំមើលថាបញ្ញាភក្តីធ្វើបានល្អកម្រិតណាសម្រាប់ប៉ះបរិនលើកនេះបាទកន្លះដែលគណៈដែលមិត្តរួមក្លឹបរបស់គេគឺហូអាណាន់បាទទម្ងន់40គីឡូក្រាមដូចគ្នាក៏ចង់ប៉ះបរិនដល់ចង់សាកស្នៀតដូចគ្នាបាទចង់សាកស្នៀតគុណដូចគ្នាឥឡូវនេះជង្គង់ព្យាយាមស្ទាស់បាទបញ្ញាភក្តីនៅពេលដែលចូលចាប់គឺដៃគាត់មកលុកផ្ទាស់ចូលខាងក្នុងជាប់បាទតែកែងរុះខ្លីមួយទៀតរបស់បញ្ញាភក្តីបាទបរិននៅតែបន្តដើរចូលតិចបាទចាក់ជើងក្រោយស្ដាំមួយបាទបរិនប្រកួតចុងក្រោយនៅទឹកដីឡាយបាទឈ្នះបន្ទូកីឡាករសៀវដាំបាទចាក់មកដើរចូលទៅសម្លឹងមើលបាទសម្លឹងមើលឲ្យស្ទូចូលបាទដរិចបាត់ទាត់ស្ដាំរបស់បញ្ញាភក្តីចាប់ជើងបានទាត់ស្ដាំសងមកវិញរបស់រិទ្ធិបរិនបាទដើរចូលតែថ្ងៃនេះសម្បីតែលោកគ្រូផាត់ស្ដាក៏បាទមកជួយបោះប្លង់ដល់បរិនដែរព្រោះថាបញ្ញាភក្តីនេះក៏មិនធម្មតាបាទមិនធម្មតាដូចគ្នាបាទញាក់មួយបាទគង់តែសម្លឹងមើលគៀងបាទទាត់ម្នាក់មកជើងកងស្មងបាទចាក់ជើងក្រោយទម្ងន់របស់បរិននៃបញ្ញាភក្តីប្រាប់គោះបាទគួរឲ្យទាត់ទៀតថាជើងដូចរៀនឲ្យស្រាលដែរធ្លាប់តែល្បីតែបរិនធ្ងន់តែធាក់ទល់មួយរបស់បញ្ញាភក្តីអាយ៉ាបាទគេអ្នកទាំងពីរសមត្ថភាពប្រហាក់ប្រហែលគ្នាបើសិនជាអត់ប្រហាក់ប្រហែលគ្នាក៏មិនមែនថាឆ្លងមកដល់ពាក់កណ្ដាលផ្លូវទឹកទី2ដែរបាទប៉ះជាមួយនឹងបញ្ញាភក្តីនេះក្រៅទៅពីបរិនក៏บอกว่าហើយបរិននេះបាទប៉ះបញ្ញាភក្តីនេះក៏តាមប៉ះដូចគ្នាបាទតាចូលធាក់ទល់មួយបរិននៅតែព្យាយាមបាទដាក់គំនាបបាទព្យាយាមគៀងអាយ៉ាចាក់ជើងក្រោមបរិនលើជាសម្លឹងជើងក្រោមមកវិញបាទបដូរយុទ្ធសាស្ត្របាទវាយលើទៅសេរីក្រោមវាយក្រោមទៅសេរីលើបាទតាចូលក្រាបដៃស្ដាំទាត់ស្ដាំរបស់បញ្ញាភក្តីទាត់ស្ដាំកាត់ធ្ងន់របស់រិទ្ធិបរិនបាទបរិននៅបន្តដើរចូលជាបន្តទៀតលុកក្តាប់ដៃស្ដាំមួយចាប់ជើងបានរបស់បរិនជាគ្រាទាត់ស្ដាំរបស់បរិនបញ្ញាភក្តីបាទទទួលរៀបមួយសិនបាទអ្នកទទួលរៀបឲ្យទៅចូលចាប់ជាជាប់ត្រង់នេះលោកអាញាកដាលចាប់បំបែកបាទពេលវេលានៅសល់30វិនាទីជាបន្តទៀតបាទនឹងគូល្អមើលពេលវេលាដើរលឿនមែនតើបាទជួអថាទៅបាយមើលមកចិត្តចប់បាទគាត់ឆ្វេងបាទលុកនៅដៃស្ដាំរបស់បរិនបាទបញ្ញាភក្តីចាក់ជើងក្រោមកាត់សល់មកវិញបាទគាត់ឆ្វេងរបស់បញ្ញាភក្តីពីរជើងទុកបាទគៀក្តាប់ដៃខ្លីចូលចាប់គ្រាជាប់ជង្គង់ឲ្យធ្វើចនាអត់បានអលះប្រយ័ត្នកែងបេះមួយរបស់បរិនបាទប្រយ័ត្នខាងក្រៅក៏បេះមកកែងបាត់តែគប់មកកែងចូលគោលកតមួយទៀតបាទគេថាសិតតែបច្ចេកទេសក្បាច់ស្នៀតក្បួនល្អដូចគ្នាធ្វើក្បិតថាក្នុងប្រភេទទម្ងន់ស្រាលវ័យទៅក្មេងតែស្នៀតគុនគឺ